អំពើពុករលួយរបស់លោកសៅវណ្ណានាយពន្ធនគរបាលច្រកទ្វារតំបន់ព្រំដែនដូងត្រូវបានលាតត្រដាងជាបន្តបន្ទាប់នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមនសិការខ្មែរនៅថ្ងៃទី27ខែធ្នូឆ្នាំ2022តាមប្រភពព័ត៌មានខាងលើបានបន្តថាមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់ព្រំដែនដូងស្រុករមៀហែកខេត្តស្វាយរៀងបានឲ្យដឹងថាបច្ចុប្បន្នក្រុមឈ្មួញអាជីវករនិងប្រជាពលរដ្ឋនៅតែនាំចូលទំនិញច្រើនប្រភេទពីស្រុកយួនយ៉ាងពេញបន្ទុកព្រោះមានការបាក់ដៃពីលោកសៅវណ្ណានាយពន្ធនគរបាលច្រកទ្វារតំបន់ព្រំដែនដូងដែលល្បីល្បាញខាងពុករលួយចំណែកលោកកឹងខនស្នងការនគរបាលខេត្តស្វាយរៀងនិងលោកម៉ែនវិបុលមិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកសៅវណ្ណានៅឡើយទេដូច្នេះហើយទើបលោកសៅវណ្ណាបើកបារ៉ាឲ្យឈ្មួញនាំចូលទំនិញកិច្ចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូនហើយឈ្មួញនិងអាជីវករសុទ្ធតែត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់លោកសៅវណ្ណាដោយគ្មាននរណាហ៊ានតវ៉ាឡើយក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងថាការនាំចូលទំនិញកិច្ចពន្ធទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារតំបន់ព្រំដែនដូងស្រុករមៀហែកគឺពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះព្រោះសមត្ថកិច្ចជាច្រើនស្ថាប័នគៀបយកលុយច្រើនពេកការដែលលោកសៅវណ្ណានាយពន្ធនគរបាលច្រកទ្វារតំបន់ព្រំដែនដូងប្រព្រឹត្តអំពើពុករលួយយ៉ាងរលូនគឺមានកិច្ចសហការពីសំណាក់លោកឆេងសារិនប្រធានការិយាល័យគយច្រកនេះដែលគិតតែពីរឿងប្រមូលលុយធ្វើបានផ្ទាល់ខ្លួនជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឿងមាំទើបលោកសៅវណ្ណាប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តគ្មានញញើតអ្វីទាំងអមន្ត្រីនៅច្រកទ្វារតំបន់ព្រំដែនដូងបានឲ្យដឹងថារយៈពេល2ខែចុងក្រោយនេះឈ្មួញនិងអាជីវករសម្រុកនាំចូលទំនិញពីស្រុកយួនយ៉ាងគំហុកហើយលោកសៅវណ្ណាប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃព្រោះគ្មានឈ្មួញណាអាចរំលងលោកសៅវណ្ណាបាននោះទេដូច្នេះលោកកឹងខនស្នងការនគរបាលខេត្តស្វាយរៀងនិងលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងមិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះអំពើពុករលួយរបស់លោកសៅវណ្ណាត្រូវបានលាតត្រដាងជាបន្តបន្ទាប់ប្រសិនបើគ្មានការបាក់ដៃពីលោកសៅវណ្ណានិងលោកឆេងសារិនទេនោះគ្មានឈ្មួញណាអាចនាំចូលទំនិញកិច្ចពន្ធទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារតំបន់ព្រំដែនដូងយ៉ាងពេញបន្ទុកដោយសពថ្ងៃនេះឡើយ